bà ta ni mẹ đang tha bà ưu tiên ta tạm phăng nào đây thế băng sơ thưa ấy bà ưu tiên men thế hẳn bài này sắpรับchăm phim mà mình chẳng tin gì ấy phi giang băng chua thế à bàการประโยคมันยิ่งชมอยู่สอบก่อนนะชมอยู่สอบเคยรู้ไม่ปะเสียสอบเปะซอให้ตั้งหมดบอกก็ใส่สลังหักโดยจีมีเรื่องการล้างอย่างจังไอ้เรื่องนี้ก็ดังได้รู้ไม่ปะเชี่ยมนุษย์สำคัญนะชาปรับชมาบาซึ่งจะเตยยืดเป๊ะประกอบที่วิวทมให้บ้ามันโยต่อติเนียงกูกับนวกชมาชมแต่ตามแผนที่บอกนี้กับบ้านได้เอาชาปล้างมาชมไม่กล้าจำมันนะก็มารำไอ้ตัวจิตชมมันจะไปจีก้นกับชมมีมันโชว์ใบไอ้ช่วยรู้ไม่ปะบ้านได้ป่าเรื่องนี้สมนี้กับปรำเนี่ยไอ้ซอตัวจะปูเกดังหายก็ปูเกมันเชื่อชมได้ในปีเด็กชมช่วยรู้ไม่ปะบ้านให้จำชมនិយាយទៀតទេនេះចង់ថាម៉េចបងថាអ្នកដតីមិនជឿបងចំណែកខ្ញុំក៏មិនជឿបងដែរនោះជាការយល់សប្តិមិនជាការពិតទេណាបាទខ្ញុំក៏ដឹងដែរបងយកចិត្តទុកដាក់នឹងលោកមេប៉ាក៏ប៉ុន្តែសូមបងកុំភ្លេចលោកមេប៉ាជាមេប៉ាពិភពគុណទាំងមូលវាជាគុណពូកែណាក្នុងពិភពគុណគ្មានអ្នកណាអាចប្រៀបស្មើនឹងគាត់បានទេសូមបងកុំបារម្ភនឹងគាត់អីបាទជប់និយាយទៀតទេឥឡូវនេះខ្ញុំយកបាយទៅឲ្យលោកគ្រូសិនចំណែកបងទៅធ្វើការរបស់បងវិញចុះម្យ៉ាងទៀតកុំប្រាប់អ្នកណាពីបញ្ហាយល់សប្តិអាក្រក់នោះទៀតបើមិនអញ្ចឹងទេខ្ញុំឈប់រវល់នឹងបងទៀតហើយណែស្រាប់បានទេឆ្លើយព្រាមមកស្ដាប់បានហើយបានហើយសាច់បងមកទីនេះធ្វើអីសើប្អូនមកវិញហើយលោកគ្រូកំពុងតែរងចាំសើប្អូនឆាប់ចូលទៅបងអីមកវិញហើយឯងមិនដែលស្ដាប់សម្ដីរបស់ពុកទេថ្ងៃនេះឯងនៅជាមួយអាកវីជ្រុកនោះទៀតឯងធ្វើយ៉ាងនេះតើបាននេះថាម៉េចទៅពុកកូនគ្មានទេមិនក៏ថាគ្មានមានគេមកនិយាយប្រាប់យើងតាំងពីម្សិលថាពួកឯងទៅពីរនាក់នៅជាមួយគ្នាញឹកញាប់ខ្លាំងណាស់បើសិនជាគ្មានផោះតាំងទេនោះយើងក៏មិនហៅឯងមកដែរថ្ងៃនេះជាងថាបានឃើញឯងច្បាស់ណាស់ពួកឯងនៅជាមួយគ្នាឯងនៅចង់ប្រកែកដល់ណាទៀតពុកគេគ្រាន់តែមានការចង់សួរកូនពួកយើងមិនបាននិយាយគ្នាយូរទេតែមានរឿងអីសំខាន់ទៅមិនក៏ថាគ្មានអីសំខាន់បើសិនជារឿងនេះផ្សព្វផ្សាយទៅខាងក្រៅអ្នកដទៃបានដឹងឮនោះវានឹងខ្លាយទៅជាពាក្យជាចាំអារម្មណ៍អាក្រក់ជាទីបំផុតបើគេឈ្មោះរបស់ស្រីសំខាន់ជាងអាយុជីវិតទៅទៀតណាអ៊ីងហ្វីយ៉ាងនោះគេប្រកាសជាបំផ្លាញគេឈ្មោះរបស់កូនមិនខានបងខ្ញុំនឹងហ្វីយ៉ាងគ្រាន់តែនិយាយគ្នាលេងពួកយើងជាមនុស្សត្រឹមត្រូវគ្មានកំហុសទេខ្ញុំខ្លាចគេចង់និយាយអីស្អីទៅគេចាស់ឯងមិនខ្លាចក៏ប៉ុន្តែពុកខ្លាចពុកពិតជាខ្លាចខ្លាំងណាស់យើងដាច់ខាតមិនអោយអ្នកណាម្នាក់និយាយអាក្រក់ពីគេឈ្មោះកូនស្រីយើងទេពុកហ្វីយ៉ាងមិនមែនជាមនុស្សល្ងងមិនមែនជាមនុស្សអាក្រក់នៅក្នុងโลกនេះគេជាមនុស្សល្អស្លូតត្រង់បំផុតបើសិនជាកូនណែកូននិយាយពីរឿងរៀបការជាមួយគេអសោះណាបើសិនជាកូនហ៊ានធ្វើដូច្នេះនោះប្រកាសជាបង្ខំឲ្យពុកផ្ដាច់ការតាក់ទងជាមួយកូនពុកហ្វីយ៉ាងមិនមែនជាមនុស្សអាក្រក់ដូចជាពុកខ្ញុំទេមនុស្សក្នុងបកឆុងចិនអ្នកណាក៏ដឹងដែរថាវាគឺជាមនុស្សដែលអត់បានការរឿងនេះគេដឹងច្បាស់ណាស់ហើយនេះចង់ប្រកែកទៀតពុកក្នុងមួយជីវិតនេះពុកបារម្ភតែកូនម្នាក់គត់សុំកូនកុំធ្វើឲ្យពុកពិបាកចិត្តដោយសារកូនឲ្យសោះណាស្ដាប់ពុកណាថ្ងៃក្រោយកូនកុំធ្វើអញ្ចឹងទៀតឲ្យសោះស្ដាប់បានទេកូនដឹងហើយបានហើយទៅសម្រាប់ចុះចាពុកលោកគ្រូប្រាប់សិស្សបងអូនអស់ហើយតាមមែនដែរទេអ្វីដែលគួរនិយាយយើងបាននិយាយអស់ហើយចំណែករឿងរបស់ហ្វីយ៉ាងទោះឯងជាអ្នកនិយាយទៅចុះបាទលោកគ្រូឯងដឹងធ្វើយ៉ាងណាទេខ្ញុំដឹងហើយខ្ញុំប្រកាសជានិយាយប្រាប់អាកូនអត់ពួចនោះឯងអស់លោកគ្រូប្រកាសជាពេញចិត្តជាមិនខានទេសាច់ច្បងអី
thì dạng ai hào dương thật sẽ cho bằng bình mọt tại bài chưa bài là chương dương ai mình khơi thế à tê sẽ cho bằng không phải giáp phải dây nó mình ai là chưa sẽ cho bằng tê ai mưa cho bằng thử mưa ông mày cái sẽ cho bằng thạc xem trắng ai rồi ai mà xa được hiệp dương tới bài ai lụt ta tại vô thưa mình dương không thể chốt được bà ở tiệt đườngนี้ไม่ไอ้แกต้องจมูกหนุ่มบ้าเต้นี่คือจะเรื่องระบายเยอะแต่ปีนี้อันตาคนอัดปุยไอ้นี่หมดเรื่องนะไอ้ได้เยอะไอ้สบัดถ่ายชบแกต้องจมูกหนุ่มบ้าติดสบายเลยนี่คือจะเรื่องระบายขยำจมูกหนุ่มบ้าขยำมันสบัดตรงเต้ถามไหมก็ไม่รู้ไอ้มันพร้อมสบัดจมูกนี่เยอะหนุ่มใบไอ้ตัวแต่สลับบ้านายชาวใบเต้บ่าวใบจะไปอยากทำครั้งนะไอ้ครั้งอ่ะมาจ้ะวายเยอะไหมจ้ะวายเยอะมั้ยจำได้ตัวใกล้ระบาดไอ้คือจริงจำชิลุไอ้โยบีมาปรามั้ยฮะไอ้เจ้าทั่วใจคลาตัวจียังนานกระโดดก็มองให้ไปเชื่อคนระบาดไอ้ก็มองคิดดังทางไอ้เจ้าไปเชื่อคนไหนสองน่าหลานไอ้เจ้ามันรู้อัดบางกาเพื่อจะอัดบางกาเหมือนฮะจับประดามเธอบอกมันจังเตยยืนออกไปไอ้เดียดPhi Giang, sao chứ bóng? Phi Giang, như lưu thái trường thái trong vai slap ta mền thế, ta muốn là hai đây chứ? Cái miền này thế, sao chứ bóng có mà làm ai? Ai giờ chừng chờ ai giờ mơ mơ? Cái miền này thế, xem phát chừng này men. Ai giờ mơ tầm mơ? À thế. Dừng ta bài ngứa có bao lắm. Chấm ngứa có bao lắm không? Tụm lắc cả nát cho tôi. Chăm ai vậy? Hỏi sao lên? Khi mà này thế sao chứ bóng? Tại sao cái chấm năng khi mình bán chỉ cái bài khi nhom pi về ngày cáiประกอบจะchia sa bài làng về hai cái miền này thế. Bộ dương cứ chưa mình lúc bại trong chân. Tôi chưa là na cả đó, có mà ai bay aiอย่างนี้bàn đấy. Ơi, mà tam chứ mà. Ê, sao chứ bóng? Có mình chơi mà tam chứ mà. Mà này thế sao chứ bóng? Sao chứ bóng? Sao chứ bóng? Bài sư cái trong thua dậy nữa. Cái ao dương mà rong trăm cái nó không sẵn chụp bập, tại cái bài chứ mình prom màu. Cái con tay chỉ mình bắt bàn đỏ sẵn, tại cái càng phải hỏi phải để phải đọc lên. Được không? Khiêm. Hãy tới ban chỉ chẳng. Được không? Mình chẳng ai Sophie Giang thế. Sự chiên thay tử, cái đó chứ bằng đấy. Bị thôi bài chú bạc xem hai ta vi mình xa được hiệp, hãy đi hát ban chỉ xem vài việc. Sapon. Bài chú bạc chương ai liền bình bán. Tao Sapon mới còn ngốc ấy chẳng mới được Phi Giang. Bán chỉ trong vai kia slap bài ní. Chờ bài chú đây ta vi mình toàn ngó bài na. Ta bà sân chỉ kia slap nữa, ta ai nên từng ba phọc thế. Sao chứ bóng? Phi Giang, ai ở sao chứ bóng mà rơi rơi ta mới đây thế, cái miền thế, ai chăm ta mưa cho. Sapon. Mình mấy cái hai dương máu thế, cứ dương chỉ là hai kia máu. Sao chứ bóng? Thằng này ai tới lo sai chứ bà, bảo mình chẳng ai có một đứa con đây. Sao chứ bóng? Ở đây thằng này, ta có chỉ mới mua hạt giấy. Ai tới ta nghỉ tạm giờ chứ bà. Ta hạt ấy ba chữ kia vai ai tới được bao chẳng đi. Bảo sân trái mình vậy thế, nhưng sao mà lực ông bị này tụi ai chứ mình khan thế, phải sự. Ai cho nhớ thằng này chỉ mới bắt mò mình chơi dương mày này thế. Sao mình hiền thế? Tại sao mà lực ông mà nó khó tới tụi kia. Nhưng có bao đây, có bàn tay nhưng chỉ muốn là ông tí là bao chỉ đã càng cặp tiền nhỉ, tôi ở chỉ đã đọc lại mình chăm ai chơi sao thì. Ba là ông. Vậy tôi bắt thở, chuyện thay cho sao là bao dương, có bàn tay dương mà can chương kiên nụ tì. Hỏi mình giao với tiền lương thằng này cứ in phi giang chỉ ném miếng cầm hó chầm nay chương thở, cái chỉ ném áp chia sài. Long, ta ban đi thăm ấy, sao cho bao? Dương nó bị này kỳ, dương nó ở cái bị cha là cầm hó luôn ấy, thằng này cơ cầm ao thua khẩu tiền, ở đây thằng này mà chấp tâm năng chọc. Long, thôiอย่างนี้thôi xaไปให้ไอ้เจ้าชื่อเจ้าใกล้ๆสำนักจะมาแบบนี้เนี่ยบ้านเฮ้ยสำนักจะมาคือผู้ยืนจะนำมือกาเขาเต๋อตัวใบชีละครูก็มาชื่อเจ้าบ้านได้ไอ้ก็มารู้แล้วซะเชื่อเหมือนมันเจ้าชื่อเจ้าเรื่องตอนนี้ทีก็ปัญญาเชียงทางไว้เคยสตูแต่สลับแต่เฮ้ยจำนายฉบับก่อนแต่เอาแค่ไปเจ้าหน้ากับเขาเชื่อมันยกพร้อมทีไปยก
លោកគ្រូអំថយទៅធ្វើយ៉ាងនេះមិនត្រឹមត្រូវទេអូហ្វីយ៉ាកអាយជាមនុស្សឬខ្មោចហ្វីយ៉ាកគឺអីបែរដែរទេគឺខ្ញុំគឺថាយ៉ាងនេះលោកគ្រូអំធំខ្ញុំមិនអីទេបើឲ្យខ្ញុំនិយាយទៅយើងជាអ្នកដោះស្រាយលោកគ្រូអំចៅសអាយគ្រាន់តែពីនេះគេប៉ុណ្ណឹងមិនបានទេឲ្យគេទៅកាន់ចលងភ្នំស្លាប់រួចទៅលបងមករវល់កិច្ចការក្នុងបកតាំងពីយូរណាស់មកហើយរឿងកប៉ិកកំប៉ុងអញ្ចឹងលបងកំលុកដៃឲ្យសោះព្រោះទៅយូរមកហើយយើងមិនបានជឿឆ្អល់កិច្ចការក្នុងបករឿងរបស់ហ្វីយ៉ាងយើងត្រូវតែជឿឆ្អល់ទៅបានសិច្បងចូលចិត្តលុកដៃយ៉ាងនេះពួកយើងពិបាកធ្វើការណាវាខុសនឹងច្បាប់ទម្លាប់នេះគឺជាការពិតណាសូមលបងកុំរវល់រឿងនេះអីអាយស្មានតែយើងជាបងរបស់ពួកឯងជាមនុស្សអត់បានការហ៎បាយសួរឥឡូវនេះឯងគឺជាមេបកឲ្យតែយើងទៅថតទៅមើលឲ្យខ្ញុំនិយាយឡៅគឺមានសិទ្ធិជឿឆ្អល់នៅក្នុងបកនេះបានឯងមើលសារចាស់ទុំឯងគ្រាន់តែជាមេបកបណ្ដោះអាសន្នកុំយកឋានៈនេះមកគំរាមយើងឲ្យសោះគ្មានទេគឺអញ្ចឹងគ្មានទេឯងផ្ដោះគ្មានទេនិយាយផ្ដេសផ្ដោះមើលលោកក្រុមអើយសាច់ច្បងធំមិនបានជាធ្វើយ៉ាងនេះអូយយើងធ្វើយ៉ាងនេះគឺរយយុទ្ធធម៌យើងទៅតែរយយុទ្ធធម៌ឲ្យឃើញបានឲ្យសុំនិយាយទៀតទៅខ្ញុំសូមបងអ្នកទាំងអស់គ្នាសូមកុំឆ្លោះគ្នាទៀតថ្ងៃស្អែកនេះលោកមេបកប្រយុទ្ធជាមួយនឹងលោកមេបកទូគូហើយខ្ញុំដឹងថាអ្នកទាំងអស់គ្នាម្នាក់សុទ្ធតែជឿថាលោកមេបកប្រកាសជាអាចយកឈ្នះបានក៏ប៉ុន្តែនៅក្នុងចិត្តរបស់ខ្ញុំនៅតែមានការបារម្ភដូច្នេះហើយនៅក្នុងពេលនេះមនុស្សបច្ចុប្បន្នចិនទាំងអស់គួរតែរួបរวมកម្លាំងគ្នាខ្ញុំមិនចង់ឲ្យសារតែខ្ញុំធ្វើអ្នកទាំងអស់គ្នាមានការតតែងគ្នាបែកបាក់គ្នាទេលោកគ្រូអំលោកគ្រូពូសិស្សច្បងរឿងក្តីរបស់ខ្ញុំជាមួយនឹងសិស្សច្បងទី2នោះមិនចប់ត្រឹមនឹងចោលមិនបាច់ដេញដោលទៀតទេឥឡូវនេះគ្រាន់បើណែជឿទេជឿណាចុះកន្លែងនេះអើយកុំធន់ឯងទេអូយឯងនេះចំមែនឯងស្រែកដូចជាជ្រូកយ៉ាងជើតាមការពិតគឺមកពីឡងប្រើកម្លាំងខ្លាំងពេកមកខ្ញុំជឿមិនហើយយោឯងនិយាយបែបនេះហាក់ដូចជាយើងចង់ធ្វើបាបឯងយ៉ាងចឹងពិតជាគ្មានដឹងអីមែនយើងជឿទៅតាមការពិតយើងចង់ជួយឯងក៏ប៉ុន្តែឥឡូវនេះមិនចាំបាច់ទេល្អមកកុំចង្អៀតទាំងអស់ពេកមើលណែតាមការពិតយើងលេងសើចជាមួយឯងទេតែយើងចូលចិត្តឯងដែរហើយក៏សរសើរឲ្យទៀតផងវាយសម្ដីរបស់លោកគ្រូអ៊ំគួរឲ្យរំភើបណាស់ទេធ្វើឲ្យបាត់ថាឯងជាមនុស្សល្ងឺមែនក៏ប៉ុន្តែឯងមានចិត្តទលំទលាយមានចិត្តល្អយើងចូលចិត្តឯងដែរហើយយើងមានបំណងចង់ទទួលឯងធ្វើជាសិស្សរបស់យើងទៀតលោកអ៊ំចង់ទទួលខ្ញុំជាសិស្សមែនទេយើងគិតចឹងមែនអីយ៉ាអាចារ្យមែនគិតគឺគិតក៏ប៉ុន្តែគិតទៅគិតមកយើងមិនអាចទទួលកូនសិស្សបានទេនេះសាច់មួយខ្ញុំពេកហើយណែឯងកុំបារម្ភអីយើងមិនមែនតើនិយាយចប់ឯណាវិជាគុណរបស់យើងជួនបាត់មកវិញប្រវត្តិអស់ទៅហើយពេលឯងទៅជាសិស្សរបស់យើងបង្ហាត់ឯងបានស្អីខ្លះហេតុនេះហើយយើងមិនអាចទទួលឯងបាននោះទេហើយក៏ប៉ុន្តែឆឹងសងគេអាចទទួលឯងបានគឺលោកមេប៉ាហ៎មិនពិតមែនហើយខ្លួនកាយរបស់ឯងស័ក្តិសមហាត់វិជាគុណណាស់ឆឹងសងក៏គេដឹងដែរយើងប្រាប់គេតាមអាម៉ាត់គេប្រកាសជាយល់ព្រមភ្លាមប៉ុន្តែក្នុងបកចុងចិនគេបានកំណត់ថាបើស្គាល់ប្រវត្តិមិនច្បាស់ទេមិនអាចបង្ហាត់បានទេបើយើងនៅទីនេះហើយគេប្រកាសជាស្ដាប់យើងឲ្យតែយើងនិយាយមកបាត់គេទទួលហើយណែឲ្យយើងមើលអត់មានអីទេខ្ញុំជាសាចែណែឯងមើលថ្នាំនេះទៅមើលនេះគឺជាថ្នាំល្អណាស់គឺជាថ្នាំស័ក្តិសិទ្ធិ100មកណាឯងចាំមើលចុះថ្នាំនេះបានពីណាមកគឺយើងមើលតាមកុំពីរួចហើយយើងទៅរកឬឈើនៅក្រោយភ្នំផ្សំឡើងដោយខ្លួនឯងប្រើបានដែរមានរឿងអីប្រើមិនបាននោះកាលពីថ្ងៃមុនខ្ញុំឈឺរបួសពេញខ្លួនខ្ញុំក៏ប្រើថ្នាំនេះដែរយកវាមកលាបពិតមែនពិតទេភូតពិតមែនហើយយើងប្រាប់ឯងទៅចុះណាពេលដែលយើងប្រើថ្នាំនេះពីដំបូងគឺមុខត្រជាក់ក៏ប៉ុន្តែក្រោយមកមុខរបស់យើងហើមដូចជាផ្លែត្រឡប់យ៉ាងចឹងមុខលោកគ្រូអមហាមដូចផ្លែត្រឡប់អើយនេះគឺវាសម្លាប់មេរោគតែថ្ងៃក្រោយមុខរបស់ខ្ញុំខ្ចីហើយស្អាតទៀតផងហើយសក៏ហមអស់ចាមកអត់ទេខ្លាញ់ងាប់
đây bạn này em lấy tê Tao đi khlang lơ kì 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 លោកមេប៉ាសុំជេង ខ្ញុំរៀបចំឲ្យអ្នកទាំងអស់គ្នានៅទីនេះបើសិនជាមានអីមិនពេញចិត្តនោះប្រាប់ខ្ញុំមកខ្ញុំរៀបចំជូនម្ដងទៀតទីនេះស្ងាត់ល្អគ្រាន់បើយប់នេះយើងស្នាក់នៅទីនេះមិនចាំឲ្យរៀបចំអីទៀតទេតាមពិតពុកខ្ញុំដឹងថាលោកមេប៉ាំងប្រកាសជាពេញចិត្តកន្លែងនេះអូលោកមេប៉ាំងពិតជាយល់អញ្ចឹងមែនពិតមែនហើយពុកខ្ញុំមានប្រសាសន៍ថាមានតែយល់ចិត្តកំណត់សត្រូវខ្លួនឯងឲ្យច្បាស់ទើបអាចសម្លាប់គេបានយ៉ាងងាយស្រួលសិស្សបងលោកមេប៉ាអស់កម្លាំងខ្លាំងណាស់ឲ្យពួកគាត់សម្រាប់ទៅពួកយើងត្រឡប់ទៅវិញបានបើសិនជាអ្នកទាំងអស់គ្នាយល់ថាចង់ហូបអីផឹកអីនិយាយមកចាស់ខ្ញុំនឹងឲ្យគេយកមកជូនភ្លាមចំពោះមនុស្សដែលស្លាប់នៅថ្ងៃស្អែកយប់នេះគួរតែផឹកស៊ីឲ្យបានឆ្អែតគ្រប់គ្រាន់ជំសុនមកស៊ឺលោកមេប៉ាខ្ញុំនិយាយសិនហើយពួកឯងនៅគ្នាថយចេញកុំឲ្យអ្នកណាមករំខានលោកមេប៉ាឲ្យសោះបាទស្រីចំមនេះគេកាំងខ្លាំងពេកហើយលោកគ្រូមិនបានចាត់អត់គេយ៉ាងនេះលោកគ្រូឃើញទេឥឡូវគេកាន់តែគេកាំងហើយលោកគ្រូគួរតែបដៅគេដឹងខ្លួនទៅថ្ងៃស្អែកក្រោយពេលដែលយើងប្រកួតហើយយើងត្រឡប់ទៅប៉ាឆុងចិនវិញគេចង់ធ្វើអីកុំទៅរវល់អីដល់ពេលនេះចង់វាយខ្ញុំតែមិនដែរទេចង់មកសៀតប្រតែប៉ុណ្ណៅគេដឹងខ្លួនម្ដងបងស្អីណាអត់មានធ្វើអីទេខ្ញុំតាមមូតាមបងស្មានតែខ្ញុំជាអ្នកណាបងចង់វាយអ្នកណាបងឆាន់និយាយណាអត់មានចង់វាយអ្នកណាមានព្រះមកចាំបាច់យកកៅអីមកធ្វើអីព្រះហើយជាងថាវាយបងត្រូវរបួសធ្ងន់យ៉ាងនេះព្រះយ៉ាងគឺខ្ញុំជាអ្នកធ្វើបាបបងមិនអីទេចិត្តជាហើយតាតាមពិតខ្ញុំចង់រកបងតាំងពីព្រឹកមិញក៏ប៉ុន្តែពុកខ្ញុំឲ្យគេតាមដានខ្ញុំរហូតមិញនេះពួកគេទៅផាត់ទឹកខ្ញុំអាចមកបានខ្ញុំលើជើងថាវាយបងហើយក៏លើទៀតថាបងទៅសំណាក់ច្បាប់ក៏ប៉ុន្តែមនុស្សស្មានថាជើងថាវាយបងទៅហើយយ៉ាងនេះសោះធ្វើឲ្យបងមានរបួសពេញខ្លួនបងប្រកាសជាឈឺហើយមែនទេខ្ញុំសុំទោសវាយរឿងអីមិនឈឺប៉ុន្តែជួបនាងទៅឡើងឈឺហាវាយ៉ាងបងខឹងនឹងពុកខ្ញុំណាស់មែនទេមិនមែនចឹងទេខ្ញុំគ្រាន់តែខឹងនឹងជាងថាបងខំឲ្យខ្ញុំស្បត់គឺស្បត់ឈប់ជួបជាមួយនាងហើយដូច្នេះហើយបានជាពួកគេវាយខ្ញុំនឹងប៉ុន្តែខ្ញុំសប្បាយចិត្តទៅវិញទេខ្ញុំអាចទ្រាំឈឺយ៉ាងនេះបានខ្ញុំមិនធ្វើដូចពួកគេនិយាយនោះទេហើយថ្ងៃក្រោយខ្ញុំជួបនាងរាល់ថ្ងៃវាយ៉ាងខ្ញុំជាអ្នកធ្វើបាបបងទេខ្ញុំអត់មានយល់ចឹងទេដើម្បីនាងខ្ញុំសុខចិត្តទទួលការលំបាកគ្រប់បែបយ៉ាងឈឺចាប់គ្រប់បែបយ៉ាងក៏ខ្ញុំមិនធ្ងោដែរនាងដឹងទេខ្ញុំរស់គឺដើម្បីនាង
អានេះថ្ងៃនេះនៅក្នុងសំណាក់ខ្ញុំបាននិយាយថាខ្ញុំមិនចង់ឲ្យគេឆ្លុះប្រកែកគ្នាដោយសារតែខ្ញុំទេសូមអ្នកទាំងអស់គ្នារួបរวมកម្លាំងគ្នានេះគឺជាការពិតណាគំនុំនៅក្នុងចិត្តរបស់ខ្ញុំគឺមានហេតុផលមួយនាងដឹងហេតុផលអីទេខ្ញុំមិនចង់ឲ្យអ្នកណាម្នាក់និយាយដើមរបស់នាងតទៅទៀតទេណាពីយ៉ាងបងចង់ការពារខ្ញុំមែនទេខ្ញុំទៅការពារនាងបើសិនជាឆ្លោះគ្នាតទៅទៀតនោះប្រហែលជាមានគេនិយាយថាដោយសារតែមិនចង់ឲ្យពួកយើងជួបគ្នានោះបានជាគេវាយខ្ញុំបើសិនជារឿងនេះគេដឹងឮអស់ហើយប្រកាសជានាំមកនៅពាក្យជាចាំអារម្មណ៍យ៉ាងច្រើនធ្វើឲ្យនាងមានការឈឺចាប់ដល់ពេលនោះខ្ញុំហាមឃាត់ក៏មិនឈ្នះដែរដូច្នេះហើយខ្ញុំមិនចង់ឲ្យនាងទទួលនឹងការឈឺចាប់ទាំងនេះយល់ចិត្តខ្ញុំទេពីយ៉ាងសំណាញ់ចិត្តរបស់បងថ្ងៃណាមួយពុកខ្ញុំប្រកាសជាយល់ពុកខ្ញុំប្រកាសជាយល់ព្រមឲ្យពួកយើងទាំងពីររៀបការជាមិនខានកុំអារម្មណ៍អីមិនយូរប្រហែលទៀតឪពុករបស់នាងប្រកាសជាយល់ព្រមពីរឿងរបស់យើងជាមិនខានមិនក៏បងនិយាយអញ្ចឹងខ្ញុំមានដំណឹងមួយចង់ប្រាប់នាងណាថ្ងៃនេះលោកអ៊ំបានប្រាប់ខ្ញុំថាពេលដែលលោកមេប៉ាត្រឡប់មកវិញនោះប្រកាសជាទទួលខ្ញុំជាសិស្សរបស់គាត់ពិតជាអញ្ចឹងមែនណារឿងនេះខ្ញុំរឿងអីកុហកនាងនោះគឺជាការពិតណាពីយ៉ាងប្រសានណាប្រសានណាបាយទេសុខសប្បាយទេចំណែកបងខ្ញុំគួរតែមើលយល់ខ្ញុំចាស់ជាមុនច្រើនណាស់ស្អែកឡើងសូមកុំទៅភ្នំអ៊ីវ៉ាងបានទេគឺគេជាអ្នកហៅខ្ញុំមកខ្ញុំមិនបានមកទេស្អែកឡើងទោះជាអ្នកណាចាញ់អ្នកណាឈ្នះក៏ដោយខ្ញុំមិនចង់ឃើញរឿងឧបមាគល់កាត់ឡើងទេខ្ញុំក៏មិនចង់ប្រយុទ្ធស្លាប់រស់ជាមួយគេដែរក៏ប៉ុន្តែគ្មានអ្នកណាដឹងលទ្ធផលថ្ងៃស្អែកគឺយ៉ាងណានោះទេសូមនាងកុំគិតអីច្រើនពេកអ្វីពឹងទៅលើវាសនាតិចចុះខ្ញុំខ្លាចខ្លួនខ្ញុំមិនអាចទ្រាំតទៅទៀតបានស្អែកឡើងធ្វើយ៉ាងណាកុំឲ្យមានរឿងរ៉ាវកើតឡើងកុំឲ្យមានរឿងរ៉ាវកើតឡើងឲ្យសោះទោះជាស្អែកមានលទ្ធផលយ៉ាងណាក៏ដោយតែខ្ញុំសូមសន្យានោះនេះមុននឹងខ្ញុំស្លាប់ខ្ញុំជួបនាងម្ដងទៀតខ្ញុំមិនអាចបងនិយាយយ៉ាងនេះទេសិនណាមជី
អ្វីត្បិតថានាងជាប្រពន្ធរបស់យើងតែក្នុងចិត្តរបស់នាងនៅតែមានឆឹងសងថ្ងៃស្អែកយើងឲ្យនាងមើលឃើញច្បាស់នៅរឿងដែលនាងមិនចង់ឃើញចាំមើលថ្ងៃស្អែកទៅអរគុណអ្នកទាំងអស់គ្នារងចាំខ្ញុំមកមិនហូបពេលទេមកចាំពេលអត់ណាលោកគ្រូខ្ញុំក៏មកដែរលោកមេប៉ាសូមអញ្ជើញបានពុកខ្ញុំឲ្យខ្ញុំឡើងទៅឲ្យពួកយើងនៅទីនេះរងចាំហេតុនេះហើយអ្នកទាំងពីរក៏ត្រូវនៅទីនេះជាមួយខ្ញុំដែរហើយនេះបានជាមិនដែរឡើងទៅបានពីព្រោះខ្ញុំគឺជាម្ចាស់ខ្ញុំថាឡើងមិនបានគឺមិនបានហើយទូកឺហ្វងបើសិនជាខាងក្នុងមានអ្វីបង្កប់តែពួកយើងគិតយ៉ាងម៉េចប៉ាអូទីយើងពិតមែនថាមិនទាន់ទុកជាប៉ាល្អត្រឹមត្រូវតែក៏មិនមែនជាប៉ាថោកទាបដែរហេតុនេះហើយបញ្ហាបង្កប់ឬដាក់អន្ទាក់នោះយើងមិនធ្វើទេបើសិនជាអ្នកទាំងអស់គ្នាព្រមស្ដាប់ខ្ញុំនឹងបង្ខំឲ្យអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំឲ្យនៅទីនេះទូកឺហ្វងមកសើបងលោកគ្រូលោកមិនក៏សម្លឹងមកខ្ញុំយ៉ាងនេះបាននិយាយពីវិជាគុណគឺមានតែយើងពីរនាក់ទេដែលខ្លាំងលើសគេក៏ប៉ុន្តែក្រោយពីថ្ងៃនេះដែលខាតគឺនៅសល់តែមួយយើងគិតថាថ្ងៃក្រោយយើងប្រកាសជាអបសុខខ្លាំងណាស់បើសិនជាសម្រាប់ខ្ញុំបានលោកនឹងខ្លាចទៅជាកម្ពុជាជើងឯងនៅក្នុងពិភពគុណតែលោកត្រូវចាំកាន់តែល្បីកាន់តែពិបាកកុំស្មានថាខ្លួនឯងអាចធ្វើអ្វីតាមចិត្តនៅខាងក្រៅមានមនុស្សជាច្រើនតាមរកលោកដើម្បីសម្លាប់លោកយកកេរ្តិ៍ឈ្មោះរបស់លោកមិនធំតែមិនអបសុខទេថែមទាំងមានការធុញទ្រាន់ទៀតផងយើងមិនខ្លាចទេពីព្រោះមានឯងនៅទីនេះយើងកាន់តែស្មុគស្មាញថែមទៀតឆឹងសុងតែការរបស់ប៉ាឆុងចិនផ្ដាំផ្ញើរួយរាល់អស់ហើយនៅប៉ាឆុងចិនចាក់គ្រឹះរាប់រយឆ្នាំមកហើយអត់ពីខ្ញុំក៏ប៉ាឆុងចិននៅតែរឿងតទៅទៀតដែរចំណែកប៉ាអូទីរបស់លោកបើសិនជាអត់ពីលោកហើយនោះប៉ាអូទីនៅក្នុងពិភពគុណប្រកាសជារលាយសាបសូន្យបានបែកគ្នាយូរឆ្នាំហើយសម្ដីរបស់លោកនៅតែមិនធម្មតាក៏ប៉ុន្តែមិនដឹងថាវិជាគុណរបស់លោកអស្ចារ្យយ៉ាងណាទេបើសិនជាចង់ដឹងលោកប្រកាសជាដឹងបន្តិចទៀតនេះល្អណាស់ឥឡូវដល់ពេលហើយសូមជួយ
ឯងងាប់ទៅលោកគ្រូឯណាពុកខ្ញុំគាត់នៅណាឲ្យគេទៅចុះវាយទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ជីវិតរបស់ឆឹងសុងគឺសម្រាប់យើងថ្ងៃនេះយើងឲ្យគេទៅថ្ងៃក្រោយយើងគង់តែសម្រាប់គេទេបើគ្មានមេជាពីយើងអ្នកណាម្នាក់ក៏មិនអាចប៉ះពាល់គេបានដែរបាទលោកគ្រូលោកគ្រូចាំមិនហើយបើតពុកមិនស្រួលហើយតាមមានមធ្យោបាយអីអាចជួយឲ្យពុកឆាប់ជាឡើងវិញបានទេណែរបស់លោកគ្រូមានតែគាត់ទេទើបអាចព្យាបាលខ្លួនឯងបាននេះក៏ដឹងដែរថាយើងគ្មានលទ្ធភាពទេមែនហើយយើងទាំងពីរនៅទីនេះក៏មិនអាចជួយពុកបានដែរពួកយើងឆាប់ចុះពីលើភ្នំទៅចុះពីភ្នំចុះធ្វើស្អីយើងទៅសម្រាប់ឆឹងសំគេទាំងពីរត្រូវរបួសធ្ងន់មែនទេពុកមិនប្រាប់ខ្ញុំថាត្រូវរបួសយ៉ាងណានោះទេហើយក៏មិនឲ្យខ្ញុំមើលគាត់ដែរតែតាមមើលមិនស្រាស់ទេសំណាងល្អកម្លាំងធៀបរបស់ពុកគ្រប់គ្រាន់អាចទប់ទល់បានក៏ប៉ុន្តែប្រកាសជាត្រូវការចំណាយពេលយ៉ាងយូរទើបអាចធ្វើគាត់មានកម្លាំងឡើងវិញអញ្ចឹងឆឹងសុងគេក៏គ្រាន់ដែរក៏ប៉ុន្តែតាមមើលវិជាគុណគេពេលនេះគេមិនបានស្លាប់ទេគ្រោះថ្នាក់ទាំងសងខាងតើបានប្រយោជន៍អីទៅនេះគឺមកពីឆឹងសុងកូនហ្វុងម៉ែបានប្រាប់ហើយកុំឲ្យហៅគាត់យ៉ាងនេះម៉ែពុកស្ទើរតែបាត់បង់ជីវិតព្រោះតែគេទៅហើយខ្ញុំឲ្យយ៉ាងនេះតែយ៉ាងម៉េចខ្ញុំចង់សងសឹកជាមួយគេទៀតផងកូនស្រីមុនថ្ងៃលេខខ្ញុំតាមរត់ឆឹងសុងឲ្យឃើញខ្ញុំដាច់ខាតនឹងសម្រាប់គេដោយផ្ទាល់ដៃម៉ែមិនឲ្យកូនទៅទេមិនក៏មកឲ្យខ្ញុំទៅគាត់ជាមេបពិភពគុណគាត់មិនអាចធ្វើអីគាត់បានទេប៉ុន្តែឥឡូវគេត្រូវរបួសយ៉ាងណាគ្នាទៅបានច្រើនប្រកាសជាសម្រាប់គេបានធ្វើនេះមិនត្រឹមត្រូវទេម៉ែមិនឲ្យកូនប្រើល្បិចថោកទាបយ៉ាងនេះឡើយម៉ែនេះជាពេលយ៉ាងល្អសម្រាប់យើងទៅសម្រាប់គេនិយាយអីនិយាយទៅព្រោះថាខ្ញុំចោលគេស្លាប់ណាស់មិនបានម៉ែមិនឲ្យកូនទៅសម្រាប់គាត់ម៉ែបើសិនជាឆឹងសុងស្លាប់ពុកប្រកាសជាខ្លាយទៅជាកម្ពុជាអ្នកគុណនិយមដល់ពេលនោះកិច្ចការរបស់ពុកចាប់គាត់ប្រកាសជាយកចិត្តទុកដាក់នឹងម៉ែដល់ពេលនោះពួកយើងទាំង3នាក់ប្រកាសជារស់នៅជាមួយគ្នាយ៉ាងសប្បាយម៉ែដឹងថាកូននិយាយខុសពីកំណត់ម៉ែប៉ុន្តែកូនចង់ដូចគេអញ្ចឹងជួបជុំគ្នារស់នៅហូបបាយជាមួយគ្នាហើយរស់នៅយ៉ាងរីករាយហេតុនេះហើយឲ្យតែឆឹងសុងស្លាប់យ៉ាងនេះក្តីប្រាថ្នារបស់ពុកនឹងខ្លាចជាការពិតណាកូនត្រូវទៅកូនស្រីរឿងរបស់ម៉ែនៅពុកកូនកូនកុំរវល់អីកូនកុំលុបដៃបានទេម៉ែខ្ញុំជាកូនម្ការបស់ម៉ែរឿងរបស់អ្នកទាំងពីរក៏ជារឿងរបស់ខ្ញុំដែរមិនឲ្យខ្ញុំជឿចាស់យ៉ាងម៉េចកូនស្រីម៉ែបានហើយម៉ែជុំនិយាយទៀតខ្ញុំប្រកាសទៅខ្ញុំទៅតែស្លៀងទៅម៉ែបើឆឹងសុំស្លាប់នោះគឺមានប្រយោជន៍ដល់គ្រួសារយើងហេតុអីបានជាម៉ែមិនឲ្យខ្ញុំទៅឬមួយថាម៉ែមិនចង់ឲ្យពុកជួបជុំជាមួយម៉ែវិញទេម៉ែសុខចិត្តឲ្យកូនពិបាកចិត្តដោយសារតែអ្នកទាំងពីរមែនទេម៉ែកូនទៅពេលនេះមិនបានម៉ែមិនឲ្យកូនទៅចិត្តដាច់ខាតមិនឲ្យកូនទៅសម្រាប់គាត់ទេកូនត្រូវតែស្ដាប់ម៉ែបើមិនអញ្ចឹងកូននឹងស្ដាយក្រោយអស់មួយជីវិតមានអីគួរស្ដាយបានហើយជប់និយាយទៀតទៅនិយាយតទៅទៀតក៏អត់ប្រយោជន៍ដែរម៉ែមិនឲ្យកូនទៅសម្រាប់គាត់ដាច់ខាត
ឥឡូវនេះកូនត្រឡប់ទៅបន្ទប់វិញកុំទៅណាផ្ដេសផ្ដាស់ទៅវិញព្រាមទៅលបងលបងរបស់លោកគ្រូយ៉ាងម៉េចទៅហើយទៅមើលទៅលោកគ្រូយ៉ាងម៉េចទៅហើយបានទូនតិចហើយនៅមិនអីទេឥឡូវនេះបានទូស្រាក្នុងខ្លួនបន្តិចហើយលោកគ្រូមើលទៅថ្ងៃនេះយើងមិនអាចធ្វើដំណើរទៅវិញទាន់ពេលទេមែនហើយពួកអញទៅរកកន្លែងមួយដើម្បីព្យាបាលរបួសរបស់យើងសិនពីថ្ងៃក្រោយនៅពេលដែលរបួសរបស់យើងបានធូរស្រាលហើយនោះចាំយើងធ្វើដំណើរវិលត្រឡប់ទៅវិញបាទលោកគ្រូទៅគ្រូពិសាទឹកទៅលោកគ្រូនៅខាងមុខមានផ្ទះរបស់អ្នកស្រុកខ្ញុំទៅមើលសិនយប់នេះពួកយើងស្នាក់នៅទីនេះជាបណ្ដោះអាសន្នសិនទៅអញ្ចឹងក៏បានដែរលោកគ្រូពួកគេប្រកាសជាមនុស្សស្មានថាយើងនៅក្នុងផ្ទះរបស់អ្នកស្រុកយ៉ាងនេះទេមែនទេលោកគ្រូទីនេះស័ក្តិសមជាមួយនឹងពួកយើងណាឥឡូវនេះពួកយើងទៅមើលហើយចាំពិភាក្សាគ្នាជាមួយម្ចាស់ផ្ទះទីតាមមានមនុស្សនៅទេមានកាយលោកអ៊ំលោកទាំង3នាក់ធាតុអាកាសត្រជាក់ដាស់ហេតុអីបានមកទីនេះលោកអ៊ំក៏ឃើញដែរថ្ងៃចិត្តលេខទៅហើយពួកយើងទាំង3នាក់ចង់ខ្ចីកន្លែងរបស់លោកអ៊ំស្នាក់នៅសិនបានទេអូយទីនេះជាកន្លែងដែលខ្សត់បំផុតហើយខ្លាចតែអ្នកទាំងអស់គ្នាមិនអាចនៅកើតឥឡូវនេះថ្ងៃបន្ទាត់លេខសុំអ្នកទាំងអស់គ្នាទៅខាងមុខមើលទៀតមើលក្រៃលោកមានកន្លែងល្អជាងនេះណោះលោកអ៊ំលោកគ្រូខ្ញុំមានជំងឺផ្ដាសាយធ្វើដំណើរមិនបានឆ្ងាយទេនៅពេលដែលលោកគ្រូខ្ញុំបានធូរស្រាលបន្តិចនោះពួកយើងនឹងចាក់ចេញពីទីនេះសូមលោកមេតាជួយពួកយើងម្ដងទៅអូការពិតគឺអញ្ចឹងទេបានបើសិនជាមិនយល់តោះទេនោះខ្ញុំនៅមានបន្ទប់មួយឲ្យអ្នកទាំងអស់គ្នាស្នាក់នៅទីនេះសិនចោះអរគុណច្រើនអរគុណសូមអញ្ជើញមកអ្នកទាំង3ជួយចូលកន្លែងខ្ញុំនេះមានការខ្វះខាតហើយសូមអ្នកទាំងអស់គ្នាមេត្តាទ្រាំនៅទីនេះសិនចោះកុំប្រកែកប្រកាន់អីជួយចូលមកដល់យាយវាមានភ្ញៀវមកហើយណោះគាត់មកសុំស្នាក់នៅផ្ទះរបស់យើងមួយរយៈណាសួស្ដីអ្នកទាំងអស់គ្នាដែរអ្នកទាំង3សូមជួយចូលទៅគឺខាងអរគុណមកលោកគ្រូសូមជួយចូលមកអរគុណច្រើនណែយប់នេះអ្នកទាំងអស់គ្នាត្រូវនៅទីនេះសិនចុះឥឡូវនេះខ្ញុំទៅរៀបចំម្ហូបអាហារជូនអ្នកទាំងអស់គ្នាពិសាកុំបារម្ភអរគុណហើយលោកអ៊ំមានបញ្ហាឆាប់ទៅមើលភ្លាមឆាប់ឡើងលោកគ្រូនេះគឺជាសញ្ញារបស់ប៉ាអូទីតាមសំណប់ស្ទើររបស់គេប៉ាអូទីនេះគេមិនទាន់ធ្វើឲ្យពួកយើងបែរជាសម្រាប់ជើងស្លូតត្រង់បែបនេះពិតជាផ្ដេសផ្ដាស់មែនតាមពិតដោយសារតែគាត់មានបំណងចង់ជួយពួកយើងដូច្នេះហើយបានជាគេសម្រាប់គាត់យ៉ាងនេះបាត់ដឹងថាអញ្ចឹងនោះយើងក៏មិនមកទីនេះដែរយើងគួរតែស្នាក់នៅក្នុងផ្ទះសំណាក់ល្អជាងលោកគ្រូប៉ាអូទីពិតជាថោកទាបខ្លាំងណាស់ក៏ប៉ុន្តែខ្ញុំគ្មានមធ្យោបាយណាផ្សេងទេពួកយើងឆាប់ចេញពីទីនេះទៅលោកគ្រូពួកយើងក៏ធ្វើដំណើរតាមផ្លូវអំបញ្ញមិញយើងធ្វើដំណើរតាមផ្លូវផ្សេងប្រហែលជាគេឆាត់ពីមនុស្សប៉ាអូទីបានលោកគ្រូយើងនាំគ្នាចេញដំណើរទៅលោកគ្រូនៅពេលដែលពួកយើងទៅវិញហើយយើងនាំគ្នារបស់យើងបានច្រើនមកទីនេះដើម្បីបញ្ចុះសពពួកគាត់បានល្អពួកយើងត្រឡប់ទៅវិញសិនទៅលោកគ្រូឲ្យឆាប់ឡើងទៅលោកគ្រូឆាប់ចេញដំណើរទៅ
ណែឯធ្វើស្អីនឹងក៏ពុបអស់ហើយចំទៀតប្រទេសណាមិនគ្មានដឹងអីសោះសំទោសសាច់ច្បងចាំខ្ញុំជួតវិញចាំខ្ញុំជួតវិញ ក៏ប្រហែលសោះណាបើសិនជាយ៉ាងនេះតទៅទៀតយើងមិនដល់ណៃនោះទេ បាទកុំបារម្ភអី តែមានកាយនឹង គ្មានអីទេសាច់ច្បងចាំខ្ញុំផងសាច់ច្បងលោកមេប៉ាពេលនេះគាត់យ៉ាងម៉េចទៅហើយ ហើយពីយ៉ាងថ្ងៃនេះឯងសួរយើង3លើកទៅហើយណា សាច់ច្បងថាបន្តិចទៀតនេះនិយាយប្រាប់ខ្ញុំឥឡូវជប់ណាស់ហើយសាច់ច្បងនិយាយទៅមើលតើលោកមេប៉ាចាញ់ឬមួយឈ្នះគាត់នៅក្នុងប៉ាអូទីមែនទេពេលណាទើបគាត់ត្រឡប់មកវិញ ពីយ៉ាងខ្ញុំមិនមែនភ្នែកទឹកទៅជាទៅឯណារឿងរបស់លោកមេប៉ាខ្ញុំក៏ដូចជាឯងចឹងដែរឯងកុំសួរខ្ញុំទៀតតើបានឯទេ សាច់ច្បងខ្ញុំគ្រាន់តែមានការបារម្ភពីលោកមេប៉ាអន្តា ខ្ញុំដឹងថាមានការបារម្ភនឹងគាត់ក៏ប៉ុន្តែឯងមិនទៅសួរខ្ញុំបែបនេះទេចំណែកខ្ញុំសុំខ្លាចឯងហើយកុំសួរខ្ញុំទៀតអី សាច់ច្បងខ្ញុំសុំសួររឿងមួយទៀតបានទេ ឯងចង់សួរពីរឿងអីទៀត សួរតែមួយទេ បានឥឡូវឯងសួរមកចុះ សាច់ច្បងតើពេលណាទើបសាច់ច្បងទៅទទួលលោកមេប៉ាមកវិញ លោកមេប៉ាមិនត្រូវការពួកយើងទៅទទួលទេពីយ៉ាងឯងកំភ្លេចសោះណាលោកមេប៉ាឆុងចិនគឺជាមេប៉ានៅក្នុងពិភពគុណវាជាគុណរបស់គាត់ខ្ពស់ណាឯងកុំបារម្ភអីសោះគាត់ប្រកាសជាត្រឡប់មកវិញដោយសុវត្ថិភាព សាច់ច្បងនិយាយត្រូវមែនប៉ុន្តែ បានហើយយើងមានការរវល់ច្រើនណាស់យើងមិនអាចនៅជជែកលេងជាមួយឯងបាននោះទេយើងលីហើយ ឈប់សាច់ច្បងខ្ញុំសួររឿងមួយទៀតមានតែមួយទៀតទេតែមួយទៀត សំជេងចូលពិសាទឹកតែសំជើញទៅខាងនោះអញ្ជើញសូមជឿពិសាទឹកតែអ្នកបំរើទៅជួយដល់សត្វព្រៃមួយយកមកខ្ញុំលោកគ្រូគឺជាមនុស្សរបស់ប៉ាអូទីមែនទេ បើតាមសង្កេតមើលទៅគេមិនមែនជាមនុស្សប៉ាអូទីទេ ស្ដាប់ឲ្យច្បាស់ណាប៉ាអូទីមានបញ្ជាថាអ្នកដែលទទួលលោកមេប៉ាឆាំងសងត្រូវតែសម្លាប់ចោល អូយដែលពួកយើង អូយបើកោទេតែយើងទៅ អ្នកទាំងអស់គ្នាជប់សិនជប់ទៅហើយជប់អើយខ្ញុំសូមជួយចេញពីទីនេះភ្លាមទៅ លោកតកែយើងគ្រាន់តែស្នាក់នៅមួយយប់តើ អ្នកទាំងអស់គ្នាដូចជាធ្វើបាបខ្ញុំពេកហើយខ្ញុំត្រូវខាត់បងធ្ងន់ធ្ងរពួកខ្ញុំនៅមិនមែនមិនឲ្យប្រាក់លោកឯណាពួកយើងគង់តែឲ្យប្រាក់ទៅលោកទេហើយខ្ញុំមិនអាចទទួលប្រាក់ពីលោកបានទេខ្ញុំមិនត្រូវការទេគ្រាន់តែភ្ញៀវខ្ញុំរត់បាត់លោកខ្ញុំខាត់បងធ្ងន់ធ្ងរណាស់ទៅហើយធ្វើឲ្យខ្ញុំពិបាកចិត្តខ្លាំងណាស់ខ្ញុំខាត់បងធ្ងន់ធ្ងរលោកធ្វើយ៉ាងនេះដូចជាហួសហេតុពេកហើយ អ្នកប្រហ្វូក៏លឺដែរបើសិនជាខ្ញុំឲ្យពួកគេស្នាក់នៅទីនេះពួកខ្ញុំប្រកាសជាមានបញ្ហាជាមិនខាន ខ្ញុំមើលតែលោកតកែហាក់ដូចជាមានការភ័យខ្លាចខ្លាំងណាស់តាមមែនទេបំណងល្អរបស់អ្នកប្រុសខ្ញុំសូមអរគុណហើយក្នុងនាមខ្ញុំជាអ្នកសំសិលមិនចង់ឲ្យអ្នកដទៃមានការពិបាកដោយសារតែខ្លួនឯងនោះទេមើលសើធាសឺពួកយើងទៅវិញចុះសិនលោកខ្ញុំជឿថាវាផ្ទះសំណាក់មួយណាហ៊ានទទួលអ្នកទាំង3ទេហើយខ្ញុំដឹងថាលោកត្រូវរបួសទៀតផងបើសិនជាអ្នកទាំង3មិនយល់តោះទេនោះអញ្ជើញទៅសម្រាប់ឲ្យផ្ទះខ្ញុំចុះអ្នកប្រុសមានឃើញបាតដៃលោហិតរបស់ពួកគេទេខ្ញុំបានឃើញហើយតែខ្ញុំមិនដែលខ្លាចប៉ាអូទីម្ដងណាទេតើហេតុនេះបានជាអ្នកប្រុសមិនខ្លាចគ្រួសាររបស់ខ្ញុំច្រើនចំនួនមកហើយជាមន្ត្រីរាជការឥឡូវនេះអ្នកដែលមានឋានៈនៅក្នុងមន្ត្រីរាជការក៏មានការតាក់ទងដែរហេតុនេះហើយខ្ញុំជឿថាខ្ញុំរាជការជាអ្នកពឹងពាក់ខ្ញុំមិនខ្លាចប៉ាអូទីនោះទេប៉ុន្តែខ្ញុំមិនតន់សួរថាអ្នកប្រុសឈ្មោះអីនៅឡើយទេខ្ញុំមានតកូលហ្វូឈ្មោះអ៊ីស៊ូខ្ញុំមិនពេញចិត្តចំពោះប៉ាអូទីដែលធ្វើបាបមនុស្សទុំខ្សោយយូរហើយថ្ងៃនេះខ្ញុំឃើញលោកជួបប្រទះនៅគ្រោះថ្នាក់ខ្ញុំទៅជួយលោកហេតុនេះឲ្យសូមលោកទៅសម្រាប់នៅផ្ទះរបស់ខ្ញុំចុះកុំទៅតល់អីខ្ញុំសូមអរគុណនៅបំណងល្អរបស់អ្នកប្រុសហើយតែខ្ញុំខ្លាចប៉ាអូទីនាំបញ្ហាស្មុគស្មាញដល់គ្រួសាររបស់អ្នកប្រុសខ្ញុំកុំទៅអីល្អជាងលោកមានការអីទៀតខ្ញុំយល់ថារបួសរបស់លោកពេលនេះធ្ងន់ណាស់ត្រូវការព្យាបាលហើយនៅទីនេះខ្ញុំស្គាល់គ្រូពេទ្យម្នាក់ឈ្មោះម៉ាអូឆៅលោកទៅព្យាបាលទីនោះចុះគឺលោកគ្រូពេទ្យម៉ាអូឆៅឆ្នាំមួយកញ្ចប់អាចព្យាបាលជំងឺបានភ្លាមមែនទេប៉ុន្មានហើយពួកលោកស្នាក់នៅទីនេះព្យាបាលជំងឺគាត់ប្រកាសជាអាចជួយដល់ពួកលោកបានលោកគ្រូពួកយើងទៅរកម៉ាអូឆៅតែម្ដងទៅមែនហើយលោកគ្រូពួកយើងទៅកន្លែងរបស់គាត់តែម្ដងទៅបានចឹងក៏ល្អដែរសូមអញ្ជើញអនអ្នកប្រហ្វូ
អ្នកប្រុសស្គាល់លោកគ្រូមកយូរហើយតាមែនទេគ្រួសាររបស់ខ្ញុំឲ្យតែមានមនុស្សឈឺប្រកាសជាតាមរកលោកគ្រូពេទ្យមកវិជាពេទ្យរបស់គាត់ពិតជាពូកែណាអ្នកប្រុសហ្វូអមាញ់មិញនេះខ្ញុំឃើញធ្វើដៃរបស់អ្នកប្រុសមិនអន់ទេអ្នកប្រុសហាត់នៅប៉ាណាដែរវិជាគុណខ្ញុំហាត់គ្រប់ប៉ាទាំងអស់ហើយនេះហើយបានជាអ្នកប្រុសមានវិជាគុណល្អយ៉ាងនេះនៅខាងមុខនេះគឺជាផ្ទះសំណាក់របស់លោកគ្រូពេទ្យមកតែយើងនៅឯណាបីបានជាមិនឃើញព្រោះបែរហើយថាសាក់សំនៅខាងក្នុងអូនោះឃើញលឹមមកនោះដែរមែនទេដឹងប្រកាសជាដឹងហើយធ្វើស្អីទៅថយចិត្តនេះថយតែមើលក៏បានថយចេះទៅមើលស្អីទៅថ្ងៃនេះល្អមើលទៅថយមើលស្អីហ្នឹងចេញទៅធ្វើអីហ្នឹងមានរេកាឡើងមានមនុស្សស្លាប់នៅទីនេះក៏មើលអីខ្ញុំជាមួយលោកគ្រូពេទ្យមកគឺជាមិត្តល្អនឹងគ្នាហើយនេះហើយសូមមេត្តាអនុញ្ញាតឲ្យខ្ញុំចូលទៅមើលគាត់ផងបានទេបានមិនទេចូលទៅណាអ្នកគ្មានភារកិច្ចថយចូលថយហេតុអីបានជាអញ្ចឹងលំសក់ស្កើនេះគឺជាគ្រូពេទ្យទេវតាតាមែនទេទូកូអ៊ូទីឯសាហព្រីផ្សាយពេកហើយអ្នកប្រុសមកវិញហើយសូមអញ្ជើញសូមអញ្ជើញចូលអ្នកប្រុសត្រឡប់មកវិញហើយសូមអញ្ជើញអ្នកប្រុសមកវិញហើយសូមអញ្ជើញអ្នកប្រុសអញ្ជើញពួកគាត់គឺជាមិត្តភក្តិរបស់ខ្ញុំពួកឲ្យធ្វើការចុះបាទធ្វើការលើឡាគ្រួសារខ្ញុំមានមនុស្សធ្វើការនៅក្នុងរាជការហេតុនេះហើយមានអំណាចខ្លះអ្នកបម្រើនៅទីនេះក៏ចេះវិជាគុណដែរខ្ញុំជឿថាពួកគេប្រកាសជាអាចការពារសុវត្ថិភាពរបស់លោកបានសូមលោកកុំអារម្មណ៍អីអ្នកប្រុសហ្វូអ្នកប្រុសមានដឹងថាលោកគ្រូខ្ញុំជាអ្នកណាទេខ្ញុំគិតតែពីនិយាយរហូតដល់ពេលនេះខ្ញុំមិនទាន់មកស្គាល់នៅឡើយទេលោកគ្រូរបស់ខ្ញុំជាមេប៉ាឆុងចិនឈ្មោះឆាំងសុងតាមការពិតគឺលោកមេប៉ាឆាំងសុងដល់ល្បីឈ្មោះនៅក្នុងពិភពគុណនេះទេខ្ញុំមកស្គាល់លោកជាសំណាងរបស់ខ្ញុំណាខ្ញុំសូមគោរពអ្នកប្រុសហ្វូយើងចូលទៅខាងក្នុងនិយាយគ្នាទៅបានសូមអញ្ជើញអ្នកទាំងអស់គ្នាសូមចេញសម្រាប់ចុះខ្ញុំចេញទៅវិញហើយសូមអញ្ជើញលបងកៅលបងប្រញាប់តាណាហ្នឹងលោកមេប៉ារបស់យើងមានគ្រោះថ្នាក់ហើយថាម៉េចលោកមេប៉ាមានគ្រោះថ្នាក់មែនទេខ្ញុំទៅដល់ស្រុកអ៊ីអ៊ូឬពាក្យជាចាំអារម្មណ៍ក្នុងពិភពគុណថាលោកមេប៉ារបស់យើងត្រូវប៉ាអូទីតាមសម្លាប់ពេលនេះលោកមេប៉ាមានរបួសធ្ងន់ណាស់មិនដឹងថាមានគ្រោះថ្នាក់យ៉ាងណានោះទេបើអញ្ចឹងឯងត្រឡប់មកវិញធ្វើអីឯងគួរតែជួយលោកមេប៉ាអូយខ្ញុំម្នាក់ឯងហើយវិជាគុណក៏មិនប្រកាសខ្ញុំមានតែមកវិញដើម្បីសុំជំនួយតែប៉ុណ្ណោះត្រឹមត្រូវឯងពិតជានិយាយត្រូវណាពួកយើងឆាប់ទៅតាមរកសេចក្ដីទៅឲ្យលឿនពួកអាចចង់ធ្វើស្អីនោះសេចក្ដីលបងការឮថាលោកមេប៉ាត្រូវគេតាមសម្រាប់ហើយនេះហើយបានជាពួកយើងទៅជំរាបលោកមេប៉ាស្ដីទីទៅប្រាប់បានការអីទៅមិនគិតថាបានការគាត់គឺជំរាបប៉ាស្ដីទីកិច្ចការសំខាន់គួរតែជំរាបគាត់ដឹងទោះគេជំរាបប៉ាស្ដីទីក៏ដោយក៏ទៅតែពិភាក្សាជាមួយចាត់ទុំនៅក្នុងប៉ាដែរអ្នកដែលសម្រាប់ចុងក្រោយនោះគឺលោកគ្រូរបស់ខ្ញុំទេដូច្នេះហើយទៅជំរាបលោកគ្រូខ្ញុំល្អជាងសេចក្ដីធ្វើយ៉ាងនេះមិនត្រឹមត្រូវទេហើយចេះដឹងស្អីក៏មិនឈឺចាស់អសោះមិនមែនចឹងទេខ្ញុំឯងជាស្អីទៅរឿងនៅក្នុងប៉ាឯងមិនចាំបាច់រវល់ទេទៅថៃជ្រូកចុះខ្ញុំទៅខ្ញុំលោកគ្រូឥឡូវនេះយើងឲ្យកៅសុងត្រឡប់ទៅវិញចាំនិយាយគ្នាទៀតកៅសុងឥឡូវនេះឯងទៅស៊ើបការបានច្បាស់ចាំបរិយាកាសប្រាប់ពួកយើងទៀតបានលបងជាងថៅហើយនៅជាមួយយើង20ឆ្នាំហើយគំនិតរបស់យើងយ៉ាងណាឯងនឹងច្បាស់ណាស់ឥឡូវនេះ把记忆揉碎投融入酒杯今夜最后的一次陪你而醉不伤心眼泪等完就心碎聚散离合本就是百转又千回轻轻说再会何必要伤悲爱已不可谓不如车身而
而退，课业的琐碎已经无所谓。阳光从此会照醒梦的沉睡。谁说痛彻心扉，思念太可悲，太纯粹？我从不认为。难道爱谁就要永远的相随？谁说遥遥相对？对爱是可悲，是最对，有什么绝对？只要留住记忆中的光辉，就是最美，就是最美。